បងប្អូនគ្នានឹងថ្ងៃនេះ admin ចង់មកចែករំលែកតទៅជាមួយនឹងការងារនៅការដ្ឋានសម្រាប់ឲ្យបងប្អូនយើងទុកជាចំណេះដឹងហើយក៏មានបងប្អូនមើលមួយចំនួនក៏អាចយើងដឹងហើយតទៅជាមួយនឹងការងារហ្នឹងក្នុងនោះដែរ admin យកលើកការងារមួយដែលតទៅជាមួយនឹង PE cable ដែលភាសាអង់គ្លេសគេថា protective earthing អានេះបើយើងភាសាខ្មែរយើងគឺហៅខ្សែដីហើយខ្សែដីក្នុងទូភ្លើងទូអីវាមានសារៈប្រយោជន៍ច្រើនណាស់ដូចជាការ release ការជ្រាបឆ្លងទូឆ្លងអីកុំឲ្យឆក់កុំឲ្យអីអញ្ចឹងពេលដែលយើងទៅប៉ះ equipment ហ្នឹងហើយក្នុងនោះដែរបងប្អូនដែលចាប់អារម្មណ៍ទេថាពេលដែលទូភ្លើងទៅឡើងគេតែងតែទៅឡើងវា connect ជាមួយនឹងbody ណាមួយដូចជា cable tray ទូអីអញ្ចឹងដើម្បីជៀសវាងវាមានជ្រាបច្រន់អីតិចតួចមកវាអត់មានបញ្ហាដល់យើងគឺវា release ទៅ earthing cable តាមរយៈ earthing cable ហ្នឹងហើយនៅក្នុងនោះដែរបងប្អូនដឹងអត់ថាបើសិនជាយើងមិនចាំបាច់គណនាតើគេមាន method អីឬក៏ reference code ណាមួយដើម្បីយកមក select ខ្សែនឹងដើម្បីឲ្យត្រឹមត្រូវក្នុងនោះដែរបើសិនជាអញ្ចឹងឧទាហរណ៍ថាបើសិនជាមាន cable tray យើងឧទាហរណ៍ថា cable tray យើងមួយប្រវែង3ម៉ែត្រកម្ពស់វា100ឧទាហរណ៍ថា cable tray បែបហ្នឹង cable tray បែបហ្នឹងហើយយើងកន្លែង connection point វាបងប្អូនដែលចាប់អារម្មណ៍ថាមានរបៀបជា connection មួយនៅកន្លែងហ្នឹងឯងបងប្អូនដែលចាប់អារម្មណ៍គឺហ្នឹងហើយគេហៅថា PE ខ្សែដីដើម្បីគេតែងតែភ្ជាប់បែបហ្នឹងពេលនេះគេនៅក្នុង cable tray មាន connection អញ្ចឹងដើម្បីអាហ្នឹងជា standard មួយសម្រាប់ safety ការងារដែរហើយក្នុងនោះនៅក្នុងនេះដែរ admin មានកូដមួយដើម្បីជាទូទៅសម្រាប់ការងារហ្នឹងគឺខាងនេះគឺកូដ IEC និងកូដ BS នៅក្នុងនោះដែរខ្ញុំរក reference ហ្នឹងដើម្បីយកមកចែករំលែកព្រោះឲ្យការងារធម្មតាការងារពេលដែលយើងធ្វើការស្តង់ដារយើងត្រូវការ check កូដ check ឲ្យបានត្រឹមត្រូវហើយក្នុងនោះដែរក្នុងការងារនេះបងប្អូនឃើញទេមាន detail connect តួជាមួយនឹង tray ជាមួយនឹងអីហ្នឹងដោយប្រើខ្សែនេះខ្ញុំអត់ទាន់ mention ទេខ្ញុំឲ្យបងប្អូនមកមើលនៅក្នុងនេះដែរគេមាន application របស់គេហ្នឹង3ទី1សម្រាប់ cable tray ដែលរត់ដែល band ដែលអីហ្នឹងវាក្នុងរយៈកម្រិតខ្លីណាមួយអញ្ចឹងគេ comment ឲ្យប្រើពីខ្សែ6ការ៉េទៅ10ការ៉េខ្សែទង់ដែងយើងណាហើយបន្ទាប់មកសម្រាប់ DB ទៅ cable tray នេះដូចជាកន្លែងនេះជាដើមអាហ្នឹងគេហៅថាពី DB ទៅ cable tray ពីតួ DB ទៅ cable tray ហ្នឹងហើយក្នុងតួ DB ក៏ត្រូវ connect ជាមួយនឹង PE cable ហ្នឹងដែរដើម្បីការពារសុវត្ថិភាពរបស់យើងក្នុងនោះដែរកន្លែងនេះគេ recommend ឲ្យយើងប្រើចន្លោះពី10ទៅ16ការ៉េប្រភេទខ្សែនោះដែរអានេះសម្រាប់ប្រភេទមិន unvoltage mechanical នេះគេ recommend ឲ្យយើងប្រើធំជាង10 mm ការ៉េប្រភេទខ្សែទង់ដែងដែរហើយក្នុងនេះដែរបងប្អូននេះជា code reference ខាងលើអញ្ចឹងកន្លែងនេះខ្ញុំមិនបាច់គណនាថាចរន្តឆ្លងភ្លើងចរន្តអីប្រហែលនេះខ្ញុំអាច provide ទំហំខ្សែដោយរយៈកូដខាងមុខនឹងមិញហ្មងខ្ញុំអញ្ចឹងខ្ញុំអាចដាក់បានថានៅក្នុងចន្លោះពីខ្សែ10ទៅ16ចង់ដាក់មួយណាក៏បានដែរបើសិនជាបងប្អូនគិតថា capacity ទូបងប្អូនតូចទេអាចដាក់ត្រឹមតែ10អីទៅបានហើយអញ្ចឹងអាហ្នឹងប្រភេទ PE 10ប្រើ10mm ក្រេណាសម្រាប់ DB ទៅ cable tray ហើយសម្រាប់អានេះឧទាហរណ៍ថាadmin លុបបាត់sorry ទំហំប្រវែង3ម៉ែត្រខ្ពស់100នៅក្នុងនេះដែរបើសិនជាខ្ញុំ connect tray ដោយមិនចាំបាច់ calculation load មាន calculation load កាលអីខ្ញុំអាចដាក់យកទៅមកឥឡូវនេះជា cable lock អីចឹងទៅដែលយើងសម្រាប់ connection ណាអានេះខ្ញុំអាច mention ថា PE ទំហំអានេះគេ recommend ឲ្យប្រើពីចន្លោះពី6ទៅ10អញ្ចឹងបងប្អូនអាចដាក់ចន្លោះដាក់តូចបំផុតក៏បានដែរដូចថាខ្សែយើងរត់នៅក្នុងរយៈកម្រិតខ្លីមួយត្រឹម9ម៉ែត្រ10ម៉ែត្រអីអញ្ចឹងហើយអានេះឧទាហរណ៍ថាបើសិនជាទូបងប្អូនទំហំធំដែរ capacity វាធំដែរអញ្ចឹងបងប្អូនអាចដាក់6 10ហ្មងទៅ
វីដេអូនេះគឺមានប៉ុណ្ណឹងដែរព្រោះអីតើតើជាមួយនេះយើងអាចធ្វើជា detail ពេលដែលបងប្អូនធ្វើ method statement អីបងប្អូនអាចដឹងរឿងរ៉ាវហ្នឹងឬក៏ការងារហ្នឹងយល់ពីការងារហ្នឹងកាន់តែច្រើនវីដេអូនេះមានប៉ុណ្ណឹងដែរហើយបើសម្រាប់ការចូលចិត្តកុំភ្លេចជួយចុច like និង share page ហើយក៏ដូចជា subscribe channel YouTube នៅក្នុង link ក្នុង description បាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ